សម្រាប់នេះគឺជា power bank អញ្ចឹងបង power bank ដែលវាមានកម្លាំង 22.5 វ៉ាតអញ្ចឹងបងហើយតើតើនឹងថ្មប្រើថ្មជាមួយនឹងថ្ម Panasonic អញ្ចឹងថ្ម Panasonic ថ្មនេះគឺទំហំវា21.7 គុណអញ្ចឹងបងនេះទំហំវាអញ្ចឹងបងហើយតើតើនឹង មីលីអាំពែម៉ោងវាគឺ 5000 មីលីអាំពែម៉ោងក្នុងមួយគ្រាប់អញ្ចឹងបងអញ្ចឹង4គ្រាប់ហ្នឹងវា 20000 មីលីអាំពែម៉ោងអញ្ចឹងបងអានេះធ្វើការកັບជាមួយថ្មជាមួយនឹងដែកនីកែអញ្ចឹងបងប្រើនេះវាស្រួលអញ្ចឹងបងប្រើដែកនីកែវាលឿនហើយវាស្អាតទៀតអញ្ចឹងបងស្អាតហើយចរន្តវាក៏ផ្ដល់បានពេញដែរដោយសារតែខ្ញុំយកដែកនីកែមកល្អៗបន្តមកទៀតយើងធ្វើការស្រោបជាមួយនឹង Scott roll នៅពេលដែលត្រែកម្ដៅគឺវារួញចូលក្នុងអញ្ចឹងបងគឺអញ្ចឹងងាយស្រួលមែនតើសម្រាប់ Scott នេះអញ្ចឹងបងហើយមើលទៅក៏វាស្អាតមួយយ៉ាងដែរអញ្ចឹងបងវាស្អាតមួយយ៉ាងដែរហើយបន្តមកទៀតយើងធ្វើការបិទជាមួយនឹង Scott នេះគឺ Scott មុខមួយអញ្ចឹងបងបិទដើម្បីឲ្យបន្លែនកុំឲ្យវាគេអង្គើអញ្ចឹងបងកុំឲ្យវាគេអង្គើកាលណាគេអង្គើគឺវាអាចនឹងរបូតខ្សែរបូតអីអញ្ចឹងបងអញ្ចឹងយើងការពារវាអញ្ចឹងបងទៅគឺណែនល្អខ្លាំងមែនទែនសម្រាប់ Scott នេះអញ្ចឹងបងហើយបន្តមកទៀតយើងធ្វើការផ្សារជាមួយនឹងខ្សែភ្ជាប់ជាមួយនឹង main board របស់ power bank អញ្ចឹងបងយើងផ្សារមកអញ្ចឹងបងផ្សារបូកចូលបូកដកចូលដកមកហើយខ្សែ sensor យើងញាត់ចូលជាមួយនឹងថ្មដើម្បីឲ្យវាសេតនភាពអញ្ចឹងបងបន្តមកទៀតយើងធ្វើការកាប់ជាមួយនឹងស្ទះវាអញ្ចឹងបងស្ទះវាកាប់ឲ្យណែនមកបន្តមកទៀតយើងដាក់ស្រោបនេះវាចូលអញ្ចឹងបងនេះដែកប្រភេទដែកនេះក៏វាជួយស្រូបកម្ដៅបានល្អដែរអញ្ចឹងបងបានល្អដែរនេះចូលសឹបល្អខ្លាំងមែនតើចូលណែនល្អខ្លាំងមែនតើបងហើយបន្តមកទៀតយើងធ្វើការបិទគូតក្រោយវាអញ្ចឹងបងគូតក្រោយវាយើងបិទទៅវាចូលស្នាប់វាគឺណែនល្អខ្លាំងមែនតើវាអត់មានស្នាមមានអីអញ្ចឹងបងវាចូលល្អខ្លាំងមែនតើហើយបន្តមកទៀតយើងធ្វើការតេស្តជាមួយអានេះដោយសារតែ 0% ហ្នឹងដោយសារតែថ្មីអញ្ចឹងថ្មីតើយើងសាកថ្មបញ្ចូលហើយបានវាឡើងជាភាគរយឲ្យយើងសាកចេញសាកចូលបានអញ្ចឹងបងដោតមក play ទៅវាភ្ញួចឲ្យអញ្ចឹងអានេះនៅ49%បន្តមកទៀតយើងធ្វើការដោតខ្សែនេះគឺល្អខ្លាំងមែនទែនសម្រាប់បងដែលដើរទៅណាឆ្ងាយអីខ្ជិលយកខ្សែដាក់តាមខ្លួនអីនេះខ្សែនេះវាមាន2វាមាន Type C ជាមួយនឹងដូច Lightning អញ្ចឹងជាទូទៅគេតែងតែប្រើ Type C ហើយនឹង Lightning ច្រើនអញ្ចឹងpower bank នេះគឺងាយស្រួលខ្លាំងមែនទែនអញ្ចឹងបងហើយអានេះយើងធ្វើការតេស្តជាមួយតែអានេះសាកចេញអាតូចនោះសាកចេញអញ្ចឹងបងសាកចេញចូលទៅអាធំអញ្ចឹងបងចូលទៅអាធំអញ្ចឹងវានៅពេលដែលលុតអាសញ្ញាពណ៌ខៀវមូលតូចហ្នឹងគឺប្រព័ន្ធ fast charge អញ្ចឹងបងប្រព័ន្ធ fast charge គឺវាដំណើរការដំឡើងតង់ស្យុងហើយអាំពែវាគឺបាន 2.2 អាំពែតង់ស្យុងវាបាន 9.8 អាំពែអញ្ចឹងអានេះគឺជាដំណើរការ fast charge បើសិនជាវាអត់ load fast charge ទេជាទូទៅតែ 5V អញ្ចឹងបង 5V អានេះយើងធ្វើការតេស្តសាកទូរស័ព្ទខ្ញុំអញ្ចឹងបងអានេះវា load fast charge វា load fast charge អញ្ចឹងនៅពេលដែលវា load fast charge អញ្ចឹងវាសាកទៅកាន់ទូរស័ព្ទអញ្ចឹងធ្វើឲ្យទូរស័ព្ទយើងសាកលឿនខ្លាំងមែនទែនហើយបើសិនជាបងមានតម្រូវការជាមួយនឹង power bank ដែលវាតូចងាយស្រួលដាក់តាមខ្លួនមានដូច Type C និងដូច Lightning ស្រាប់បងអាចមើល power bank នេះបានអញ្ចឹងបង